ជាយូរលង់ណាស់មកហើយមានកំឡោះកំសត់កំព្រាឪពុកម្ដាយម្នាក់រស់នៅក្នុងខ្ទមទូរគតម្នាក់ឯងបរិះកំសត់ជាមនុស្សឧស្សាហ៍ព្យាយាមនិងមានចរិតស្លូតបូតអាប៉តោះដល់មកទៅស្រែហើយរាល់ថ្ងៃយើងកុំតែបានឯងទេកុំអីយើងឯកាស្លាប់ហើយបាត់ចៅហើយអាប៉មិនទៅណាចោលច្បាយទេយើងដឹងហើយតោះចេញដំណើរវិចិត្រតែងតែមានអាប៉ដែលជាអ្នកសុំមករស់នៅជាមួយទៅជាមួយគ្នាធ្វើដំណើរជាមួយគ្នាគ្រប់ទីកន្លែងអាប៉ក៏ជាក្មេងកំព្រាដែរវាមានចិត្តស្មោះត្រង់និងរស់នៅជាមួយវិចិត្រចៅហើយទីនេះតំណងជាមានត្រីច្រើនណាស់ចាប់បងសំណាញ់នៅទីនេះទៅមែនហើយវ៉ៃតំណងណានេះដាក់មួយសំណាញ់ពីរសំណាញ់សិនចាំទៅមុខទៀតយើងហឹបអាយ៉ាហើយមួយទៀតអូយសង្ស័យតែអត់ទៀតហើយចៅហើយអើយឯងក៏មកមើលមកអញ្ចឹងត្រីផ្អើលអស់ហើយមកពីឯងនិយាយច្រើនហ្នឹងណាផ្អើលត្រីអស់ឯងបិទមាត់ខ្លះទៅថាអត់មែនចៅហើយទឹកដៃអន់ណាបងត្រីមិនដែលបានទេបានតែខ្យងហឹបយ៉ាជាប់អីគេនេះអាប៉អីក៏តឹងម្ល៉េះវ៉ៃអូយចៅហើយអាប៉ធ្វើអីក៏ខុសដែរចៅហើយឲ្យខ្ញុំសុំទោសចិត្តតែខ្ពើចេញមកខ្ញុំរត់ទៅមុនហើយអាប៉ឯងក៏មកឆ្កែពេកមើលតិចគ្រុតបាត់ជើងសព្រេះទាំងអស់គ្នាឥឡូវហើយហាក្អមឯងស្មានតែត្រីអូចប់ហើយចៅហើយឈប់បងទៀតទៅម្ដងខ្ចងម្ដងក្អមតែហ៊ានបងទៀតនឹងតែបានកាពើមែនតើហើយឈប់ក៏បានដែរវ៉ៃចាំមើលថ្ងៃនេះយើងឆាក្តៅក្អមឲ្យឯងឆេងម្ដងតោះទៅផ្ទះវិញពួកគេទាំងពីរពុំដឹងនោះទេថានេះគឺជាក្អមទឹកពួកគេនាំគ្នាស្រស់អាហាររួចហើយក៏នាំគ្នាសម្រាប់អស់ទៅពេលនោះក្អមទឹកក៏ចែងចាំងពន្លឺហើយមានមនុស្សស្រីម្នាក់សម្រស់ស្រស់ស្អាតដូចជាទេវតាបានចេញអំពីក្អមនោះខ្ញុំបានចេញពីបណ្ណាសាហើយខ្ញុំពិតជាអរគុណអ្នកណាស់ខ្ញុំនឹងតបស្នងសងគុណទៅអ្នកទាំងពីរវិញក្អមទឹកនោះក៏បានជប់ម្ហូបអាហារផ្លែឈើឲ្យវិចិត្រពេញថាសតែម្ដងអូយឈ្ងុយណាស់ក្លិនអីនេះចៅហើយធ្វើម៉ូបអីឆ្ងាញ់ម្ល៉េះស្អីឯងនឹងអាប៉ឯងទៅមិនស៊ីហើយមិញសោះឥឡូវឃ្លានស្អីទៀតហើយមានចៅហើយមាននេះម្ហូបច្រើនណាស់តាមពេញថាសតែម្ដងហើយនេះស្អីឯងនឹងអាប៉ឯងយល់សពទៀតហើយហេតុអីក៏ម្ហូបច្រើនម្ល៉េះខ្ញុំនឹកឃើញហើយចៅហើយប្រហែលជាទេវតាឲ្យហើយព្រោះអីឃើញចៅហើយអត់មានអីស៊ីអញ្ចឹងណាឯងនេះប្រសពមែនតិចគេដាក់ថ្នាំបំពុលស្លាប់ទាំងអស់គ្នាទៅធូរចៅហើយបើរស់នៅអត់អីស៊ីដដែលគង់តែងាប់ដដែលអញ្ចឹងយើងស៊ីហ្មងទៅពួកគេទាំងពីរនាំគ្នាឆៃបាយទាំងនោះអស់ទៅលុះស្អែកឡើងក៏នាំគ្នាទៅរកត្រីបន្លែសាច់ដើម្បីទៅលក់នៅឯផ្សារសាមគ្គីពូមីងជួយទិញបន្លែបន្តិចទៅស្រស់ល្អណាស់មីងជួយទិញបន្តិចទៅអីហើយឯងយកយ៉ាងម៉េចនឹងវិចារបាទអ្នកមីងត្រី1គីឡូតែ5000រៀលទេចំណែកបន្លែនេះ1គីឡូតែ1000រៀលទេមីងហើយអត់ចោះតម្លៃតិចទេអីហ្នឹងអ្នកចិត្តខាងគ្នាសោះនឹងក្មួយចុះទៅណាទៀតមីងមានតែឡើងថ្លៃឆាប់បានលុយកាពុនមែនក៏អីបើអញ្ចឹងមែនណាកុំភ្លេចហៅមីងផងមីងកុំទៅស្ដាប់វាអីរាល់ថ្ងៃនេះខ្ញុំរកតែបាយហូបគ្មានផងតែអ្នកណាគេមកទ្រាំប្របាក់ជាមួយទៅមិនអីទេក្មួយខំតស៊ូទៅឲ្យតែក្មួយឧស្សាហ៍ស្មោះត្រង់ណាថ្ងៃណាមួយគង់តែជោគជ័យទេបាទអ្នកមីងនេះលុយមិនបាច់អាប់ទេណាមីងឲ្យលើស5000បាទមីងអរគុណណាស់មីងជូនពរមីងសុខភាពល្អណាចៅហើយថ្ងៃនេះបើមានគេធ្វើម្ហូបឲ្យទៀតទៅមិនដឹងជាជាតិយ៉ាងណាទេ
bà nay chọc sầm mai tới à po mà sao mình rộng mốc mà chắc kia mà toàn khơi phong bây giờ ta thay ní cái tiền lui vinh nè anh nèពួកឯងថ្ងៃនេះលក់បានប្រហែលហើយវ៉ៃទិញកគ្រាន់ទេអញต้องសាយតាអត់បាយស៊ីទៀតហើយពួកឯងនេះ ពួកឯងក៏មករំខានខ្ញុំរស់ស៊ីបានទេឆាប់ចេញឆ្ងាយទៅ បើឯងចង់បង្ករឿងឯងឆាប់ទៅកន្លែងផ្សេងទៅប្រយ័ត្នយើងប្រាប់ពុកមេភូមិទៅឯងហេហ៊ានដើរយកផងតិចត្រូវឥឡូវ បងកុំអីលបងនេះមនុស្សច្រើនណាស់ ហេម្នេះចាទុកសិនចុះឯងថ្ងៃក្រោយយើងសរុបបញ្ជីឯង ថ្ងៃជ្រេបន្តិចវិចិត្រនិងពក៏បានបណ្ដាលគ្នាត្រឡប់មកផ្ទះវិញថ្ងៃនេះពួកយើងលក់បានតិចណាស់ព មែនហើយចៅឯងគុំតែក្រុមនេះយួនមកឆាឆាវទេគុំអីយើងលក់បានច្រើនហើយកុំតែមានរឿងជាមួយនឹងពួកវាអីលក់បានប៉ុណ្ណាស៊ីប៉ុណ្ណឹងទៅចៅឯងមកហូបអាហារមានទៀតហើយនេះ យើងឃើញហើយតើជារបស់អ្នកណាទៅហេតុអីក៏យកមកឲ្យយើងរាល់ថ្ងៃបែបនេះពួកគេមិនបាញ់នាំគ្នាគិតច្រើនក៏នាំគ្នាឆីហើយសម្រាកអស់ទៅភ្លាមនោះក្អមទឹកក៏បង្ហាញខ្លួន អ្នកគឺជាអ្នកមានគុណរបស់ខ្ញុំជួយជីវិតខ្ញុំដូច្នេះហើយអ្វីក៏ដោយឲ្យតែអ្នកចង់បានខ្ញុំនឹងឲ្យអ្នកទាំងអស់ លុះព្រឹកឡើងពួកគេទាំងពីរនាំគ្នាទៅរកត្រីរកសាច់បន្លែដូចរាល់ដងណែអាប៉ោឯងថាទៅមើលតើថ្ងៃនេះយើងមានបាយហូបដូចរាល់ដងទេ មិនដឹងទេចៅឯងតែឆ្ងល់ដល់ហើយអ្នកណាយកបាយមកឲ្យពួកយើងរាល់ថ្ងៃ ពិតមែនហើយមិនកើតទេថ្ងៃនេះយើងត្រូវលបមើលឲ្យដឹងការពិតទៅបានមិនអញ្ចឹងទេហូបបាយមិនឆ្ងាញ់ទេវ៉ៃ អូខេចៅឯងឯកភាព ពួកគេទាំងពីរនាក់ប្រញាប់មកផ្ទះវិញដើម្បីស៊ើបឲ្យដឹងការពិតភ្លាមនោះគេក៏ឃើញមាននារីម្នាក់យកបាយដើរចេញមកពីក្នុងផ្ទះ ចៅឯងអ្នកណាគេស្អាតម្ល៉េះដូចទេវតាអញ្ចឹង ត្រូវហើយតើគឺជាអ្នកណាទៅ ឆាប់ចូលទៅសួរទៅចៅឯងប្រយ័ត្នគេរត់បាត់ទៅ ណែឈប់សិនតើនាងជាអ្នកណាហេតុអ្វីបានជាហ៊ានចូលផ្ទះខ្ញុំបែបនេះ ខ្ញុំជាអ្នកនៅម្ដុំនេះ ខ្ញុំមិនជឿទេមិនក៏ខ្ញុំមិនដែលឃើញមុខនាងពីមុនមកហើយតើហេតុអ្វីបានជានាងយកមកហូបបាយមកឲ្យខ្ញុំរាល់ថ្ងៃបែបនេះតើនាងមានគោលបំណងអ្វីទៅ គឺព្រោះលោកជាអ្នកមានគុណរបស់ខ្ញុំ មានគុណតើខ្ញុំធ្លាប់បានជួយអ្វីនាងបើខ្ញុំមិនដែលស្គាល់នាងផងហ្នឹង អ្នកបានជួយជីវិតខ្ញុំចេញពីបឹងបណ្ដាសានោះខ្ញុំគឺបានជាប់នៅក្នុងក្អមបឹងបណ្ដាសានោះអស់រយៈពេល100ឆ្នាំហើយ តើនាងនៅក្នុងក្អមនេះយ៉ាងម៉េចទៅបើវាតូចម្លឹងនោះវិចិត្រនិងពមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះពួកគេមិនដឹងទេថានេះគឺជាក្អមទឹក នេះខ្ញុំមិនអាចចូលទៅក្នុងក្អមនោះបានទៀតទេ ហេតុអ្វីទៅ ព្រោះអ្នកបានឃើញខ្ញុំហើយខ្ញុំខ្លាចជាមនុស្សធម្មតាដូចអ្នកអញ្ចឹងឲ្យខ្ញុំសូមនៅជាមួយផងណាបានទេខ្ញុំគ្មានកន្លែងរស់នៅនោះទេ ហ៎នៅជាមួយខ្ញុំមិនកើតទេខ្ញុំក្រណាស់រាល់ថ្ងៃនេះរកតែបាយស៊ីគ្មានផង មិនអីទេខ្ញុំអាចជួយអ្នកបាន តែនាងជួយយ៉ាងម៉េចទៅបើឥឡូវនេះនាងជាមនុស្សធម្មតាហ្នឹងចាប់ពីស្អែកទៅខ្ញុំនឹងបានហូបមកហូបឆ្ងាញ់ទៀតហើយ ខ្ញុំនៅសល់ក្តីប្រាថ្នា3ដងពីក្អមទឹកនេះដូច្នេះបើអ្នកចង់បានអ្វីខ្ញុំនឹងសុំឲ្យតែត្រឹមតែ3ដងប៉ុណ្ណោះណា ខ្ញុំចង់បានផ្ទះធំមួយហើយនឹងមាសពេជ្រកែវកង ចង់មួយទៀតលោកចង់បានអ្វី ខ្ញុំអត់ទាន់មានប្រពន្ធទេអញ្ចឹងហើយសូមយើងធ្វើប្រពន្ធហ្មងទៅក្អមទឹកមានកាអ៊ីនជាខ្លាំងគេ
ក៏យល់ព្រមកសាងគ្រួសារជាមួយវិចិត្ររស់នៅជាមួយគ្នារហូតតទៅសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានរឿងនិទានអប់រំពីដើមរហូតដល់ចប់សូមជូនពរសុខភាពល្អនិងសូមប្រិយមិត្តទាំងអស់គ្នាជួយចុច Subscribe ឬសញ្ញារូបកណ្ដឹងដើម្បីទទួលបានរឿងនិទានអប់រំជាច្រើនទៀតសូមអរគុណ